បាទជំរាបសួរបងប្អូនបែកគ្នាមករយៈឥឡូវនេះថតកូនបងប្អូនមើលម្ដងទៀតណានេះគឺជាកូនមន់ស្រែពូជសំពៅបាទសំពៅវាមានពណ៌ក្រហមហើយនឹងទៅសក់នេះគឺក្រហមនិងទៅសក់មាន70ក្បាលបាទហើយ70ក្បាលនេះគឺខ្ញុំញែកចាញ់ត្រៀមផ្ញើជូនបងប្រុសនៅខាងវត្តប្រាសាទនាងខ្មៅគាត់ជាអតិថិជនចាស់របស់ខ្ញុំដែរយក70ក្បាលយកពូជសំពៅសុទ្ធណាបាទឡើងគឺសំពៅហើយរៀបចំឲ្យគាត់ដឹកជូនគាត់ស្អែកណាអាយុ20សប្តាហ៍នេះគឺខ្ញុំបាក់តាំងពីមុខហើយណាបងប្អូនណាបានញូកាសហើយនឹងកុំប្រូហើយបងប្អូនសុខភាពវាណាបាទគឺផលណាអត់មែនទីមួយទេកូនមន់ខ្ញុំគឺនៅដៃដែលខ្ញុំថែគឺសុខភាពល្អខ្លាំងបងប្អូនមើលជាក់ស្ដែងឃើញទេហើយវាធំស្មើគ្នាល្អបាទមាន70ក្បាលខ្ញុំនឹងដឹកជូនម្ចាស់គាត់នៅថ្ងៃស្អែកបាទហើយខាងនេះបាទខាងនេះអាយុបាន7-8ថ្ងៃហើយបាក់សាំងញូកាសបានមកលើកដែរនេះបាទនេះក៏សុខភាពល្អដែរណានេះក៏គឺសំពៅដែរបងប្អូនបាទសំពៅដូចគ្នាសុខភាពអត់ដូចអត់មានអីខុសគ្នាណាគឺផលទាំងអស់កូនមន់ខ្ញុំណាគឺខ្ញុំថែគឺអត់អោយមានន័យថាអត់អោយវាទុយមួយគឺវាទាក់ទងនៅបច្ចេកទេសណាទេសការប្រើប្រាស់ថ្នាំបាក់សាំងហើយនឹងកតាទ្រុងរបស់យើងអញ្ចឹងចិញ្ចឹមទៅបានហើយបងប្អូនណាបាទឥឡូវយើងយល់ដឹងពីតម្រូវការរបស់វាកូនមន់អាយុ1សប្តាហ៍យើងថែវាមិនម៉េចបាទកូនមន់អាយុ2សប្តាហ៍យើងថែវាមិនម៉េចហើយកម្ដៅយើងសិតមិនម៉េចហើយថ្នាំយើងប្រើប្រាស់យ៉ាងម៉េចហើយបាក់សាំងយើងធ្វើតាមអាយុកាលទៅគឺអូខេបងប្អូនអត់មានអីជាពិបាកទេក្នុងការថែទាំកូនមន់ណាបាទហើយបញ្ជាក់បងប្អូននៅក្នុងខែ3នេះគឺបងប្អូនចង់បានពូជសំពៅណាខ្ញុំនៅសល់ខ្ទង់200-300កូនទៀតអញ្ចឹងបងប្អូនអាចតាក់ទងខ្ញុំបានណាបាទយើងអាយុ3ថ្ងៃហើយនឹងអាយុ2សប្តាហ៍បងប្អូនបាទអញ្ចឹងសូមអរគុណបងប្អូន